នៅថ្ងៃទី1ខែកក្កដាឆ្នាំ2025នេះបញ្ហានយោបាយផ្ទៃក្នុងនៅក្នុងប្រទេសថៃនឹងគួរឲ្យកាន់តែចាប់អារម្មណ៍និងជាថ្ងៃដែលប្រជាជនថៃជាច្រើនកំពុងតែសម្លឹងមើលនិងតាមដានដោយយកចិត្តទុកដាក់ថាតើវាសនារបស់លោកស្រីផែថងថានស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីបច្ចុប្បន្ននៃប្រទេសថៃនឹងទៅជាយ៉ាងណានៅក្នុងមុខតំណែងនាយករដ្ឋមន្ត្រីមួយនេះថាតើលោកស្រីនឹងអាចបន្តតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសថៃបន្តទៀតបានដែរឬទេនៅថ្ងៃទី1ខែកក្កដាឆ្នាំ2025បញ្ហានយោបាយនៅក្នុងប្រទេសថៃនឹងគួរឲ្យកាន់តែចាប់អារម្មណ៍ដោយសារតែវាគឺជាថ្ងៃមួយដែលប្រជាជនថៃជាច្រើនកំពុងតែតាមដានដោយយកចិត្តទុកដាក់ដោយជាថ្ងៃដែលមានការស្នើសុំពីសភាទៅកាន់រដ្ឋធម្មនុញ្ញអំពីបញ្ហារបស់នាយករដ្ឋមន្ត្រីប្រទេសថៃលោកស្រីផែថងថានស៊ីណាវ៉ាត់ដោយសម្រេចថាលោកស្រីនឹងមានសិទ្ធិនៅក្នុងការបន្តតំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃបន្តទៀតដែរឬទេឬត្រូវដកតំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃចេញក្រោយពីមានករណីដែលខុសយ៉ាងធ្ងន់ធ្ងរជាពិសេសពីคลิปវីដេអូដែលបានសន្ទនាជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដោយនាពេលបច្ចុប្បន្ននេះគឺកំពុងតែនៅក្នុងដំណើរការដែលរដ្ឋធម្មនុញ្ញនិងតុលាការអាចទទួលយកបានឬទទួលយកមិនបានពីលោកស្រីប៉ុន្តែអ្វីដែលសំខាន់នៅក្នុងថ្ងៃទី1ខែកក្កដាឆ្នាំ2025នេះគឺតុលាការនឹងសម្រេចចិត្តក្នុងការផ្អាកការងារពីតំណែងនាយករដ្ឋមន្ត្រីប្រទេសថៃពីលោកស្រីផែថងថានស៊ីណាវ៉ាត់ឬទេពីព្រោះប្រសិនបើលោកស្រីត្រូវបានផ្អាកពីតំណែងនៃនាយករដ្ឋមន្ត្រីប្រទេសថៃដូច្នេះមានន័យថាលោកស្រីនឹងមិនអាចប្រតិបត្តិការងារបានទៀតនោះទេដូច្នេះការងារនឹងបន្តប្រគល់ទៅឲ្យនាយករដ្ឋមន្ត្រីរងនៃប្រទេសថៃដើម្បីធ្វើការងារនោះបន្ទាប់នោះមានន័យថាគឺលោកភូមិឋានវិជ្ជយាឆៃឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិនឹងអាចត្រូវបន្តតំណែងនេះបន្តពីលោកស្រីផែថងថានស៊ីណាវ៉ាត់ប៉ុន្តែប្រជាជនថៃសង្កេតឃើញថាប្រសិនបើលោកស្រីផែថងថានស៊ីណាវ៉ាត់ត្រូវបានផ្អាកពីតំណែងនាយករដ្ឋមន្ត្រីនៅក្នុងពេលនេះគឺជាពេលដែលត្រូវគ្នាល្មមជាមួយនឹងការផ្លាស់ប្ដូរគណៈរដ្ឋមន្ត្រីថ្មីដែលមានព័ត៌មានលេចឮថានឹងផ្ដល់តំណែងដល់លោកស្រីផែថងថានស៊ីណាវ៉ាត់ជាមួយនឹងមុខតំណែងមួយបន្ថែមទៀតគឺរដ្ឋមន្ត្រីក្រសួងវប្បធម៌ដូច្នេះនាពេលបច្ចុប្បន្ននេះប្រជាជនថៃជាច្រើនកំពុងតែសម្លឹងមើលនិងតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងរឿងនេះនៅប្រទេសថៃដោយចាំមើលថាតើនៅថ្ងៃទី1ខែកក្កដាឆ្នាំ2025នេះរដ្ឋធម្មនុញ្ញនិងតុលាការនៃប្រទេសថៃសម្រេចកាត់ក្តីយ៉ាងដូចម្តេចចំពោះលោកស្រីផែថងថានទៅលើមុខតំណែងនាយករដ្ឋមន្ត្រីប្រទេសថៃថាតើបញ្ឈប់ឬមិនបញ្ឈប់ដូចនេះយើងមានតែរងចាំមើលនៅថ្ងៃទី1ខែកក្កដាឆ្នាំ2025ថាតើវាសនារបស់លោកស្រីផែថងថានស៊ីណាវ៉ាត់ដែលត្រូវជាកូនរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត់នឹងមានវាសនាដូចគ្នាដែរឬទេហើយបើសិនជាស្អែកនេះมันមានការបញ្ឈប់តំណែងលោកស្រីពីនាយករដ្ឋមន្ត្រីនៃប្រទេសថៃថាតើក្រុមបាតកោជ្រុលនិយមអាវលឿងនឹងមានវិធានការដូចម្តេចចំពោះការបាតកម្មនៃសេចក្តីសម្រេចនោះពីព្រោះពួកគេតែងតែទាមទារឲ្យលោកស្រីផែថងថានស៊ីណាវ៉ាត់ត្រូវជានាយករដ្ឋមន្ត្រីនៃប្រទេសថៃនាពេលបច្ចុប្បន្ននេះទទួលខុសត្រូវទៅលើទង្វើរបស់ខ្លួននៅក្នុងសារសម្លេងដែលបានបែកធ្លាយនៅក្នុងការសន្ទនាជាមួយនឹងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរបញ្ហានយោបាយផ្ទៃក្នុងរបស់ប្រទេសថៃកាន់តែក្តៅគគុកដូច្នេះយើងមានតែរងចាំមើលថាតើនៅថ្ងៃទី1ខែកក្កដាឆ្នាំ2025នេះសេចក្តីសម្រេចនឹងទៅជាយ៉ាងណាតើប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីទៀតដែរឬទេសូមអរគុណចំពោះការតាមដានទស្សនាវីដេអូបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe channel របស់ពួកយើងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងចំណេះដឹងថ្មីៗបន្ថែម Subscribe for more